កម្មវិធីបាត់ដូចក្រុមគ្រួសារលពូយេដឹងអាសបាយហ្មងគាត់នាំកូននាំចៅឡើងរំពេញឆាអត់ឲ្យខាតទេព្រោះអីគាត់ថាខំជួលតន្ត្រីនាយក្រូចមកពីឆ្ងាយហើយអញ្ចឹងគឺថាឲ្យច្រៀងឲ្យតែពួកគាត់ឡើងច្រៀងលើឆាកដែរចង់សាកមើលអញ្ចឹងណាបងប្អូនម្ចាស់កម្មវិធីផ្សេងវាជួលតន្ត្រីនាយក្រូចទៅកុំភ្លេចឡើងសាកផងប៉ុន្តែហាមកោនិយាយលេងទេបងប្អូនហើយតន្ត្រីនាយក្រូចអត់ប្រកាន់ទេឡើងចោហើយបងប្អូនមើលផ្លូវនេះគឺអ្នកទាយត្រូវច្រើនមែនទែនឥឡូវឃើញថាអាណិតចាស់នៅចាំពេញវត្តណាហើយលោកយាយលោកតាបន្ទាប់អំពីកម្មវិធីសាសនាបានបញ្ចប់ទៅគាត់សួរម្ចាស់កម្មវិធីបនគាត់ថាឮសូរថាតន្ត្រីនាយក្រូចហើយមាននាយក្រូចមកទៀតចឹងទៅក៏ពួកគាត់អង្គុយចាំមើលតែម្ដងហើយនាយក្រូចអត់ទាន់មកដល់គាត់មើលតែឆាកសិនចឹងបងប្អូនដឹងស្រាប់ហើយខ្ញុំតែមកដល់ឲ្យមាននៅសងំក្នុងឡានអីទេគឺថាមកដល់វត្តភ្លាមសំដៅទៅរកចាស់តែម្ដងព្រោះអីយើងដឹងហើយថាគាត់អង្គុយរងចាំយូរហើយចឹងយើងទៅសួរសុខទុក្ខគាត់បានមើលកាន់តែច្បាស់ចឹងណាព្រោះអីគាត់ចាស់ភ្នែកគាត់មើលឆ្ងាយមិនសូវបានទេបានតែគៀកចឹងយើងមកដល់គៀកគាត់តែម្ដងហើយកម្មវិធីបននេះគឺកម្មវិធីបនបច្ច័យ4ចម្រើនប្រជជននិងឆ្លងចែកដី3មុខបងប្អូនហើយកម្មវិធីនេះគឺគាត់ធ្វើនៅក្នុងវត្តតែម្ដងគឺគាត់ធ្វើនៅក្នុងវត្តអូវាយស្ថិតនៅក្នុងភូមិអូវាយឃុំស្ពឺស្រុកចំការលើខេត្តកំពង់ចាមហើយម៉ោងទៅ3ជាងណាបងប្អូនលោកយាយលោកតាគាត់ថាលេងទៅគាត់បញ្ញាប់មើលអានទៅផ្ទះចឹងណាព្រោះងាយតិចចាំឲ្យកូនចៅមកវិញហើយបិញបានទៅលេងបើគាត់សុំថតរូបគ្នាចឹងយើងថតរូបជាមួយគាត់សិនចឹងទៅហើយលោកយាយលោកតាក៏រងចាំយូរដែរហើយចឹងកុំឲ្យបងអង្គយូរក៏ចាប់ដើមឲ្យក្រុមភ្លេងឡើងលើឆាកដើម្បីយើងធ្វើពិធីហោមរោងសុំទឹកសុំដីសុំទស្សបរមីថែរក្សាទឹកដីនៅវត្តហ្នឹងចឹងណាមកជុំវិញវត្តនេះគឺភ្លៀងគ្រប់កន្លែងបងប្អូនប៉ុន្តែក្នុងវត្តហ្នឹងគឺអត់មានភ្លៀងទេនិយាយចាស់និយាយឡើងចាស់មកទឿនទៀតហើយចឹងឡើងសិនយ៉ាងតែស្លាប់ពេលខ្មែរមានទុកចិត្តខ្មែរឈឺចាប់ចាត់ហូបរីរំប្រាប់ហើយបងប្អូនអ្នកភូមិអ្នកស្រុកនៅក្បែរវត្តគាត់ថាចំបនប៉ុណ្ណាណៃអត់ដឹងតន្ត្រីនាយក្រូចមកបើដឹងវិញនាំកូននាំចៅមកតាំងពីថ្ងៃក្រាលកទីលក្រាលអីចាំអញ្ចឹងណាហើយគ្រប់កម្មវិធីមិនថាបនមិនថាការទេបើអត់មានអាជាដាក់វាដូចរឿងមិនឬសាបខ្លួនអញ្ចឹងណាចឹងម្ចាស់កម្មវិធីគាត់ដឹងហើយព្រោះកម្មវិធីគាត់នេះបនមែនប៉ុន្តែបើសិនជាយើងធ្វើបនឲ្យអត់មានអាស្អីដាក់នាំមុខនាំមាត់ហ្នឹងវាអត់សូវសុបាយអញ្ចឹងទៅក៏គាត់ដាក់ឲ្យភ្ញៀវគ្រប់តុកទាំងអស់គឺដាក់ Gain Bird ហើយគេថា Gain Bird ឥឡូវនេះគឺពេញនិយមមែនទែនដោយរដូវកាលបាល់ទាត់នេះបងប្អូនយើងមើលបាល់ទាត់ហើយឈៀលជាមួយ Gain Bird ទៅគេថាអូមានអារម្មណ៍ស្រស់ស្រាយហើយយើងពិសាមិនពិសាឲ្យលើសលប់ទេយើងពិសាដោយទទួលខុសត្រូវ Gain Bird មានរសជាតិឈ្ងុយឆ្ងាញ់លើសពីស្រាបៀរធម្មតាហើយបន្ទាប់ពីដាក់តិចទុនមាត់ទុនកមកអត់មានបានសម្រាប់ទេពុកម៉ែបងប្អូនហើយឡើងលើឆាកចូលពីឆាកមកថតរូបឡើងលើឆាកឥឡូវនេះគាត់ថាគាត់នាំក្រុមគ្រួសារគាត់ឡើងថតរូបទុកជាអនុស្សាវរីយ៍លើឆាកមកជុំក្រុមគ្រួសារទាំងអស់ព្រោះអីណែការកូនគាត់ហ្នឹងគឺគាត់សម្រេចចិត្តយកតន្ត្រីនាយក្រូចជាកញ្ចប់ទៀតហើយអរគុណច្រើន